បន្ទាប់ពីមើលវីដេអូនេះហើយខ្ញុំគិតថាយើងអាចដឹងពីអនាគតរបស់ក្រុមហ៊ុន Jet Tour គឺអត់ធម្មតាទេបងប្អូនសួរថាហេតុអីឥឡូវបងប្អូនមកតាមដានមួយខ្ញុំចឹងណាដោយសារលើកនេះគេបង្កើតវគ្គតេស្ត drive មួយនៅខាងប្រទេសចិននៅសៀងហៃបងប្អូនគឺអស្ចារ្យមែនតើគេតេស្តនេះគេតេស្តឡើងតួតេស្តចុះតួដើម្បីឲ្យមើលដឹងថាអូខេប្រព័ន្ធទប់លំនឹងគេខ្លាំងប៉ុណ្ណាហើយអារម្មណ៍ដែលខ្ញុំនិយាយបងប្អូនខ្ញុំគិតថាបងប្អូនអាចមកតេស្តបើកបងសាឡបងដោយសារតែខ្មែរយើងបងប្អូនមានឡានតោះមិនអត់មានណាបងប្អូន Jet Tour T2 យើងនឹងលក់រាល់ថ្ងៃគេជិះខាងពេញផ្លូវបងប្អូនឃើញលើណាក៏ចាប់អារម្មណ៍មើលដែរដល់ពេល G700 នេះខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើលបងប្អូនចាប់អារម្មណ៍មើលខ្ញុំស្គប់ឲ្យមើលសិនមានចាប់អារម្មណ៍មើលអេក្រង់ឡើងនេះហេសាហាវមែនតែនបាទគ្រាន់តែឃើញហើយមានអារម្មណ៍ថាឡាន Jet Tour ជាឡានទំនើបខ្លាំងមែនតែនបើសិនជាឡាន G700 នេះមកដល់ខ្មែរអត់ដឹងថាអ្នកថត review ភ្ញាក់ផ្អើលវិញវាសាមើលទៅទំនើបមែនតើហ្មងណាហើយគាត់និយាយពីអារម្មណ៍បើកបោគាត់គឺគាត់ពេញចិត្តមែនតើហ្មងគេថា auto parking វាដើរបានល្អអញ្ចឹងហ្នឹងបងប្អូនឥឡូវយើងមកកន្លែងមើលកម្មវិធី Shanghai Auto Show លើកនេះគឺ Jet Tour Auto គាត់បានចូលរួមឡានច្រើនមែនតើដែលថាធ្វើឲ្យអ្នក review ឡានគាត់ភ្ញាក់ផ្អើលបងប្អូនដូចបងប្អូនបានដឹងហើយថា Jet Tour គឺក្រុមហ៊ុនធំគាត់គឺក្រុមហ៊ុន Chery បាទ Chery គឺផលិតបានរាប់លានគ្រឿងក្នុងមួយឆ្នាំបងប្អូនសម្រាប់ខ្ញុំណាខ្ញុំចាប់អារម្មណ៍រថយន្ត G900 ជាងគេបងប្អូនឃើញរូបរាងឯងបាទស្អាតមែនតើហើយ horsepower 1572 horsepower ស្ដាប់អត់ច្រឡំបងប្អូន1000 horsepower ជាងស្ទុះមែនតើណាបងប្អូនចុះថាកម្លាំងនេះគឺកម្លាំងខ្លាំងមែនតើដែលថា Jet Tour អាចធ្វើបានណាស្របទៅតើតើនឹងកម្មវិធី Shanghai Auto Show ក៏ដូចជាវគ្គបើកបោសាឡបងរបស់ Jet Tour គឺធ្វើបានល្អមែនតើខ្ញុំមើលហើយខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ទៅខ្លាំងហ្មងគាត់បានសម្ញែងសាច់ដុំឲ្យបងប្អូនមើលហើយតាំងសមត្ថភាពបើករថយន្តបាទតាំងរូបរាងរថយន្តគឺអស្ចារ្យមែនតើជាពិសេសរថយន្ត model នេះបងប្អូនឃើញទេ G900 រៀងគេចេញមកអស្ចារ្យមែនតើបងប្អូនបែបផ្សងប្រេងហ្មងណាមិនថា G900 G700 ឬ Jet Tour T2 ទេចេញមកមួយមើល concept គេគឺគេធ្វើមកល្អិតល្អន់ណាសម្បីតែក្រងឆ្អឹងរថយន្តគេអីគេគឺ technology គេគឺដាក់មកគឺយល់ទៅគឺបងប្អូនប្រើមកទុកចិត្តហ្មងអញ្ចឹងណាបងប្អូនហើយបើនៅខ្មែរវិញបងប្អូនលើកមុនណាសម្ពោធរថយន្ត Jet Tour T2 នេះអ្នកចូលរួមច្រើនមែនតើសិតតែតារាល្បីហើយខ្ញុំក៏បានទៅដែរហើយតារាចម្រៀង rap អីគឺចូលរួមច្រៀងអបអរសាទរហ្មងណាដោយសារតែរថយន្តនេះគាត់ដាក់លើឆាកគឺបងប្អូនយើងគឺភ្ញាក់ផ្អើលបងប្អូនបាទហើយអ្នកចូលរួមគឺច្រើនអញ្ចឹងសរុបទៅបើសិនជាបងប្អូនចាប់អារម្មណ៍រថយន្ត Jet Tour បាទអាចទៅកាន់ក្រុមហ៊ុន Canon Cambodia ដែលគាត់នាំចូលរថយន្តផ្ដាច់មុខម៉ាករថយន្ត Jet Tour នេះហ្មងបាទគឺបងប្អូនទិញតែទំនុកចិត្តមានការធានាច្បាស់លាស់ពីរោងចក្រនៅខាងប្រទេសចិនគឺដោយសារតែខ្មែរយើងគឺផ្ដាច់មុខមកហ្មងអញ្ចឹងលេខតួរថយន្តបងប្អូនគ្រប់យ៉ាងរបស់រថយន្តបងប្អូនគឺខាងប្រទេសចិនគឺគេដឹងឮទាំងអស់ហ្មងមានការអីតាក់ទងបានអូខេអញ្ចឹងពីខ្ញុំបាទលៀបមានប៉ុណ្ណឹងអរគុណបាយបាយ